សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយចង់ចែករំលែកជូនបងប្អូនអរគ្នាពាក់ព័ន្ធជាមួយនឹងការដោះស្រាយបំណុលអាក្រក់ដោយខ្ញុំបានឃើញថាបច្ចុប្បន្នវិស័យហិរញ្ញវត្ថុពាក់ព័ន្ធជាមួយនឹងខាងធនាគារគឺមានការរីកដុះដាលខ្លាំងតែក៏មានបងប្អូនយើងមួយចំនួនបានធ្លាក់ក្នុងបំណុលវ័នកឬក៏បំណុលដែលពិបាកដោះស្រាយអញ្ចឹងខ្ញុំគិតថាវាជាឱកាសមួយក្នុងការចែករំលែកគំនិតខ្លះវិធីសាស្ត្រខ្លះដើម្បីឲ្យបងប្អូនអរគ្នារកវិធីដើម្បីគេចពីបំណុលអាក្រក់ទាំងអស់នោះឬក៏អាចដោះស្រាយបំណុលនោះបានយ៉ាងឆាប់រហ័សខ្ញុំមាន4ចំណុចទៅលើការដោះស្រាយបញ្ហារបស់បងប្អូនអរគ្នាដែលសំខាន់បងប្អូនអរគ្នាត្រូវបើកចិត្តទូលាយក្នុងការចង់ដោះស្រាយបញ្ហាពីព្រោះបើសិនជាមានវិធីសាស្ត្រល្អហើយតែបងប្អូនអរគ្នាអត់មានគំនិតក្នុងការចង់ដោះស្រាយបញ្ហាជុំវិញខ្លួនយើងទេបញ្ហាបំណុលរបស់យើងទេក៏មិនអាចបំណុលនោះចាប់ពីយើងបានដែរហើយបងប្អូនអរគ្នាត្រូវចាំថាពេលដែលបងប្អូនគ្នាកំពុងតែជាប់បំណុលនេះវិធីសាស្ត្រល្អបំផុតគឺរកវិធីសាស្ត្រក្នុងការដោះស្រាយអត់អាចគេចវេះអត់អាចរត់ចោលស្រុកអត់អាចលក់កិត្តិយសមុខមាត់យើងបានទេបើសិនជាយើងនៅតែមករស់នៅស្រុករបស់យើងមករស់នៅក្នុងតំបន់របស់យើងលើកធ្វើបែបនេះគឺយើងមិនមែនបំផ្លាញតែខ្លួនឯងទេបំផ្លាញមុខមាត់គ្រួសារវងតកូលទាំងមូលអញ្ចឹងអ្វីដែលយើងអាចធ្វើបានព្យាយាមឲ្យអស់លទ្ធភាពក្នុងការប្រឈមមុខក្នុងការដោះស្រាយជាមួយនឹងម្ចាស់បំណុលមាន2គឺម្ចាស់បំណុលខាងឯកជនហើយនិងម្ចាស់បំណុលខាងធនាគារអ្នកដែលជាប់ឯកជនភាគច្រើនគឺមានធនាគារឯងតែបើអ្នកជាប់ធនាគារពេលខ្លះក៏មិនប្រកាសថាគាត់មានឯកជនដែរដោយសារអីពេលខ្លះទៅគាត់ជាប់បំណុលធំហើយគាត់ខ្ជិលចំពាក់ព័ន្ធមួយបំណុលតូចទៀតតែបើអ្នកជាប់បំណុលតូចបំណុលឯកជនមួយចំនួនគាត់អាចនឹងទៅឆក់ធនាគារដើម្បីបង្វិលចុះឡើងចឹងនឹងជាបញ្ហាមួយដែលយើងគួរតែរកវិធីសាស្ត្រទប់ស្កាត់និងដោះស្រាយដើម្បីកុំឲ្យបំណុលនោះវាក្លាយជាបំណុលអាក្រក់ឬក៏គេហៅថាបំណុលវត្តកអញ្ចឹងឲ្យតែយើងមានឆន្ទៈក្នុងការចង់ដោះស្រាយខ្ញុំគិតថាយើងអាចធ្វើទៅបានទោះយើងជាប់បំណុលឯកជនផងបំណុលធនាគារផងក៏ដោយអញ្ចឹងវិធីសាស្ត្រទី1របស់ខ្ញុំគឺខ្ញុំចង់ឲ្យបងប្អូនអរគ្នាលើកប៊ិចលើកសភៅឡើងសរសេរនៅបំណុលដែលបងប្អូនអរគ្នាកំពុងតែជាប់ជាពាក់បងប្អូនអរគ្នាសប្ងៃជាប់ជាពាក់នៅក្នុងស្ថាប័នណាខ្លះសរសេរតាមលំដាប់លេខរៀងមកហើយមានទាំងចំនួនទឹកលុយមានទាំងចំនួនការប្រាក់មានទាំងរយៈពេលអីសរសេរមកដើម្បីឲ្យយើងដឹងពីខ្លួនឯងថាសប្ងៃយើងកំពុងតែហុំព័ទ្ធដោយបំណុលប្រមាណខ្លះប្រមាណម៉ឺនប្រមាណពាន់ហើយការប្រាក់មួយខ្លះយើងមើលឲ្យច្បាស់ពេលដែលយើងសរសេរបានច្បាស់អញ្ចឹងហើយយើងមានអារម្មណ៍ថាភ្លឺចែកហ្មងថាខ្លួនឯងត្រូវដោះស្រាយពីណាទៅណាហ្នឹងចំណុចទី1សម្រាប់ចំណុចទី2បងប្អូនអរគ្នាមើលថាតើអ្វីដែលយើងសរសេរចុះមកនេះតើចំណុចមួយណាដែលយើងគួរដោះស្រាយមុនគេគឺចំណុចអីគេបំណុលដែលការប្រាក់ខ្ពស់ឬក៏បំណុលការប្រាក់ទាបយើងកុំមើលទៅលើទំហំកម្ចីតូចឬធំយើងមើលទៅលើការប្រាក់ទាបនិងការប្រាក់ខ្ពស់ការប្រាក់ខ្ពស់មានន័យថាទោះបំណុលតូចក៏ដោយតែបើការប្រាក់ខ្ពស់ហើយគឺបងប្អូនសងមិនងាយអស់ទេអញ្ចឹងតើតែបងប្អូនព្យាយាមដោះស្រាយអាការប្រាក់ខ្ពស់មុនគេដើម្បីឲ្យយើងធូរទ្រូងពីព្រោះបើសិនជាឧទាហរណ៍ក្នុងបច្ចុប្បន្នបងប្អូនបងទាបផងអាខ្ពស់ផងហាក់មកបងទៅអត់ក្រន់ដដែលនៅតែខូចឈ្មោះខូច CBC ដដែលអញ្ចឹងអ្វីដែលបងប្អូនអាចធ្វើបានគឺសុំម្ចាស់បំណុលការប្រាក់ទាប
ឬបំណុលធំរបស់យើងដែលជាប់នៅធនាគារហ្នឹងសូមឲ្យគេជួយសម្រួលក្នុងលក្ខខណ្ឌណាមួយឲ្យយើងមានដង្ហើមក្នុងការដោះតល់របស់យើងអញ្ចឹងយើងសុំគេតែយើងសុំដោយមានភាពទទួលខុសត្រូវសុំគេបង់ក្នុងកម្រិតមួយដែលយើងអាចបង់ទៅរួចឬក៏សុំគេពន្យាពេលតាមភាពជាក់ស្ដែងនៃសមត្ថភាពរបស់យើងដែលយើងអាចជជែកចរចាមួយគេបានហើយយើងទៅដោះស្រាយជាមួយនឹងបំណុលដែលការប្រាក់ខ្ពស់របស់យើងដែលយើងកំពុងជាប់មួយឯកជនជាទូទៅការប្រាក់ខ្ពស់មានតែខាងឯកជនទេអញ្ចឹងបងប្អូនអ្នកគ្នាត្រូវជជែកជាមួយនឹងដៃគូឯកជនយើងកុំបិទទូរស័ព្ទកុំគេចវេះពីគេកុំធ្វើម៉េចគេហៅថាមកដោះតល់ខ្លួនឯងឲ្យតែរួចខ្លួនប៉ុន្តែភ្លេចនឹកឃើញថាពេលក្រោយវាគង់តែជាប់ជុចវិញណាអញ្ចឹងគេហៅថាកុកជុងមិនភ្លេចកុកឯផ្នែកកុកខ្លាចភ្លេចជុងអញ្ចឹងយើងកុំភ្លេចឲ្យសោះយើងត្រូវតែហ៊ានប្រឈមមុខឲ្យមកចាំបំណុលណាពេលដែលយើងមានបញ្ហាយើងហ៊ានប្រឈមមុខមួយគេយើងហ៊ានតែអ្នកតំណងជជែកជាមួយគេពេលខ្លះគេបទូបថយពីនៃបទូបថយការប្រាក់បទូបថយលក្ខខណ្ឌការបងអីទៀតពេលដែលយើងច្បាស់លាស់ស្មោះត្រង់មួយគេណាស់តែយើងចេះកិច្ចវេះពីគេតែពេលខ្លះអ្នកដែលចាំតែទាយើងហ្នឹងគាត់មានអារម្មណ៍ក្តៅក្រហាយដែរគាត់មានអារម្មណ៍អន់ចិត្តដែរគាត់មានអារម្មណ៍ហត់នឿយដែរពេលដែលគាត់តាមទាយើងហើយទាទៀតហើយយើងចិត្តតែធ្វើបាបចិត្តគាត់ទៅចោលគាត់សន្យាខ្យល់ផ្សេងហ្នឹងអាហ្នឹងជាបញ្ហាមួយដែលធ្វើឲ្យយើងជាកូនបំណុលនេះអត់ដឹងថាម៉េចបានចាំបំណុលធ្វើបាបខ្ញុំទេដោយសារតែយើងបានធ្វើឲ្យគេខកចិត្តជាច្រើនដងឬក៏ធ្វើឲ្យគេមួម៉ៅច្រើនដែរអញ្ចឹងអាហ្នឹងជាបញ្ហាមួយដែលបងប្អូនអ្នកគ្នាត្រូវគិតពិចារណាត្រូវគិតឡើងវិញថាបើខ្ញុំកំពុងជាប់បំណុលការប្រាក់ខ្ពស់ជាមួយឯកជនហើយខ្ញុំត្រូវប្រាប់គេតាមត្រង់ថាលទ្ធភាពខ្ញុំអស់ហើយខ្ញុំសុំបែបនេះខ្ញុំអត់មានលទ្ធភាពបង់ដើមបង់ការជាច្រើននឹងទៀតទេខ្ញុំសុំអ្វីដែលខ្ញុំកំពុងជាពាក់នេះជាដើមមកវិញបងជាដើមមកវិញក្នុងរយៈពេលប៉ុណ្នេះតើអាចបទូបថយខ្ញុំបានកម្រិតណាឬក៏សុំគេបញ្ចុះការប្រាក់ដែលកម្រិតខ្ពស់មួយហ្នឹងឲ្យចុះក្នុងកម្រិតណាដែលយើងគិតថាយើងអាចទទួលយកបានយើងជជែកយើងចរចាទៅពីព្រោះម្ចាស់លុយខ្ញុំគិតថាគាត់ក៏ចង់បានលុយគាត់មកវិញដែរពេលដែលទាយើងអត់បានគាត់មិនសូវល្អប៉ុន្មានដែរអញ្ចឹងបើសិនជាគាត់អាចបានដើមមកវិញខ្លះបូកមួយការប្រាក់តិចតួចលេឡំគាត់ចិត្តថាបិទភ្នែកបើកភ្នែកធ្វើម៉េចទៅការដាក់កម្ចីរបស់គាត់វាតែនឹងត្រូវខ្លាំងខុសខ្លាំងអញ្ចឹងឲ្យថាគាត់បានមកវិញយើងក៏អត់ខូចគេឈ្មោះគាត់ក៏បានលទ្ធផលមកវិញអញ្ចឹងឈ្នះទាំងអស់គ្នាអញ្ចឹងចំណុចទី2ហ្នឹងគឺយើងត្រូវមើលថាតើបំណុលណាដែលការប្រាក់ខ្ពស់សម្រាប់យើងត្រូវតែដោះអាហ្នឹងមុនគេហើយដោះឲ្យបានលឿនបំផុតដើម្បីឲ្យយើងហ្នឹងងាយកន្លោះខ្លួនទៅដោះបំណុលការប្រាក់ទៀបបន្តទៀតហើយចំណុចទី3បងប្អូនអ្នកគ្នាត្រូវតែដោះបំណុលណាដែលចិត្តដាច់ឲ្យជាយឹមដាច់ហ្មងមានថាកុំឲ្យជាប់ច្រើនម្ចាស់ពេកយើងធ្វើម៉េចឲ្យជាប់ទីម្ចាស់បានហើយតែខ្ញុំនិយាយក្នុងលក្ខខណ្ឌដែលបំណុលឯកជនឬបំណុលធនាគារណាដែលគេហៅថាយើងអាចមានលទ្ធភាពទីទូទៅវងបានណាតែបើសិនជាបំណុលដែលជាមួយសាច់ញាតិយើងដូចជាពុកម្ដាយបងប្អូនអីគាត់អត់មានយកជាការប្រាក់យកជាអីទេហ្នឹងគេហៅបំណុលល្អគួរសមដែរមានថាយើងអត់មានត្រូវចំណាយការប្រាក់អីទេយើងអាចសុំពេលគាត់បានពីកាន់តែយូរកាន់តែល្អតែមិនមានន័យថាអត់មានឆន្ទៈសងទេយើងត្រូវតែសងគេគ្រាន់តែយើងសុំការពន្យាដើម្បីឲ្យយើងដោះតល់ក្នុងឋានៈណាមួយហើយមនុស្សយើងវាមិនអាចថាយើងមានឆន្ទៈមានទំនួលខុសត្រូវបែបនេះវាអាចដួលរហូតទេវាអាចផុងរហូតទេវាត្រូវតែមានថ្ងៃងើបមកវិញគ្រាន់តែត្រូវការពេលហើយត្រូវការភាពតស៊ូឆន្ទៈភាពស្មោះត្រង់មកយើងទើបយើងអាចងើបមកវិញរួចតែបើយើងកិច្ចវេះយើងអត់ទំនួលខុសត្រូវមិនយូរមិនឆាប់ទេមានប្រហែលក៏អាចនឹងរលាយទៅវិញដែរអាចបាត់បង់ទៅវិញដែរទាំងមុខមាត់កិត្តិយសទាំងលុយកាក់អីគឺអាចបញ្ហាទាំងអស់អញ្ចឹងចំណុចទី3គឺបងប្អូនអ្នកគ្នាមើលការប្រាក់ណាទៀបបន្តបន្ទាប់ហើយនឹងកម្ចីណាដែលនៅសល់តិចជាងគេ
ចឹងយើងព្យាយាមផ្ដាច់អាតិចនឹងទៀតសម្រុកឲ្យដាច់ដើម្បីយូរឲ្យសល់តែមួយបានហើយដើម្បីឲ្យយើងនឹងវាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើការងារសងប្រាក់គេហើយនឹងមានដង្ហើមក្នុងការដកប្រចាំថ្ងៃនឹងឲ្យបានល្អប្រសើរជាងមុនអញ្ចឹងវិធីសាស្ត្រគឺយើងត្រូវតែព្យាយាមដោះស្រាយបែបហ្នឹងកុំឲ្យពីមួយពេលទៅមួយពេលគិតតែសញគំនិតថាបងនេះបន្តិចនោះបន្តិចចឹង3 4កន្លែងយើងមកច្រកដាក់បន្តិចទាំងអត់គ្រប់កន្លែងនោះធ្វើឲ្យយើងនឹងកាន់តែមានផលវិបាកសម្រាប់ខ្លួនឯងគ្រប់មកចាំអំណល់មកទាយើងធ្វើឲ្យយើងរួមរត់នៅបញ្ហាផ្លូវចិត្តធ្វើឲ្យយើងមានអារម្មណ៍កង្វល់ច្រើនយូរទៅខំប្រឹងរកក៏លែងសូវបានធ្វើឲ្យយើងមានអារម្មណ៍គិតខ្លីមានបញ្ហាដល់បញ្ហាផ្លូវចិត្តឬក៏អាចរត់ចោលស្រុកឬក៏អីចឹងទៅមានច្រើនណាស់បច្ចុប្បន្ននេះអញ្ចឹងលុត្រាតែបងប្អូនទាំងគ្នាមើលថាតើវិធីសាស្ត្រដោះរបស់យើងរបៀបម៉េចហើយមិនមែនមានតែវិធីសាស្ត្រដោះប៉ុណ្ណឹងទេនេះខ្ញុំនិយាយក្នុងលក្ខខណ្ឌមួយដែលចំណូលយើងគឺមានភាពស្ថិតថេរហើយយកមានរបស់ក្នុងការរំលោះចេញរំដោះចេញឧទាហរណ៍ថាអ្នកខ្លះគាត់អាចមានឡានមានម៉ូតូដែលគាត់អាចរំលោះឡានម៉ូតូនឹងចេញទៅដើម្បីយកមកសងកន្លែងនៃការពាក់ខ្ពស់ផ្សេងសល់ដល់ធនាគារមុខគាត់អាចមានលទ្ធភាពអាហ្នឹងគាត់អាចដោះចេញគុំគិតពីមុខមាត់គុំគិតពីភាពលយឆាយរបស់យើងទៀតពេលដែលយើងធ្លាក់ដល់កម្រិតនេះហើយយើងត្រូវតែរកវិធីសាស្ត្រកន្លោះខ្លួនឲ្យចេញពីពួកចេញពីភពតនៅបែបនេះយើងយូរទៅអាឡានម៉ូតូឬគ្រឿងអលង្ការសង្ហារឹមរបស់យើងផ្សេងមិនអាចជួយសង្គ្រោះយើងបានទេយើងកាន់តែផុងទៅយូរទៅរបស់យើងដែលលក់អាចទៅផ្ដាច់គេបានបែរជាលក់ហើយនៅតែជាពាក់គេមកកំភ្លុងតិចក៏មានដែរអាហ្នឹងបើយើងទុកឲ្យវាកាន់តែយូរវាកាន់តែដុកលុយកាន់តែដុកកាន់តែខ្លាំងអញ្ចឹងអានេះជាវិធីសាស្ត្រមួយដែលបងប្អូនគ្នាគួរគិតពិចារណាត្រូវតែកន្លោះខ្លួនឲ្យលឿនបើសិនជាដឹងថាខ្លួនឯងបំណុលគុណកាន់តែរួមដិតហើយកាន់តែច្រើនទៅហើយកុំឲ្យវាថប់អារម្មណ៍ឲ្យខ្លួនឯងហ្នឹងគិតអីលែងចេញស្មុគស្មាញដោះលែងរួចអាហ្នឹងគឺយើងពិបាករកផ្លូវណាស់ព្រោះពេលដែលអារម្មណ៍យើងអត់សូវល្អភាពមួម៉ៅនៅក្នុងខ្លួនច្រើនចិត្តយើងភ័យខ្លាចច្រើនគឺយើងធ្វើអីអត់កើតទេធ្វើអីអត់ចេញលទ្ធផលផ្លែផ្កាល្អទេហើយបើសិនជាយើងមានទ្រព្យសម្បត្តិអីមួយចំនួនដូចជាដីដូចជាអាគារអីផ្ទះអីផ្សេងដែលយើងអាចបង្វិលចេញបានយើងអាចបង្វិលជាមួយនឹងម្ចាស់លុយដែលយើងចងការជាមួយនឹងឬក៏ជាមួយធនាគារឲ្យគាត់ជួយដោះដូរដើម្បីឲ្យយើងដោះតល់ក្នុងកម្រិតណាមួយដែលយើងគិតថាវាអាចទៅរួចមិនមែនមានន័យថាឲ្យគេលក់ឡៃឡុងទាំងទ្រព្យយើង10ឧទាហរណ៍ថាទ្រព្យយើង10000យើងជិះពាក់គេតែ5000ទេឲ្យគេយក5000ហ្នឹងយកដាច់ផឹងហ្មងមិនមែនទេមានន័យថាឲ្យជជែកជាមួយគេឲ្យគេជួយរកភ្ញៀវណាល្អឬក៏គេឲ្យគេអាប់យកថានេះខ្ញុំជិះពាក់5000នៅទាំងការទាំងដើមទាំងពីនៃអីផ្សេងវាចូល5500ឬ6000ណាអញ្ចឹងផ្ទះខ្ញុំអាចតែអីខ្ទង់10000ចឹងអាចអាប់ឲ្យខ្ញុំ4000ឬក៏3000បានទេដើម្បីឲ្យខ្ញុំនឹងវារួចខ្លួនក្នុងការដោះស្រាយបំណុលខាងយើងផងហើយក៏អាចរួចខាងធនាគារផងដើម្បីឲ្យគូខ្លួនទាំងអស់គ្នាតើវិធីសាស្ត្រហ្នឹងយ៉ាងម៉េចដែរពេលខ្លះគ្រប់យ៉ាងគឺយើងអាចជជែកគ្នាបានយើងអាចជជែកជាមួយនឹងភាគីកម្ចីខាងក្រៅយើងអាចជជែកទាំងភាគីខាងធនាគារឲ្យគេជួយពិចារណាជួយរកគំនិតក្នុងការដោះស្រាយបញ្ហារបស់យើងហ៊ានប្រឈមមុខសំខាន់ជាងគេការហ៊ានប្រឈមមុខនេះហើយធ្វើឲ្យយើងអាចរកច្រកចេញឃើញតែបើសិនយើងគិតវេះរត់មិនយូរទេយើងមានតែភាពភ័យខ្លាចក្នុងខ្លួនការដោះស្រាយបំណុលរបស់យើងក៏ចេញមិនរួចដែរយើងមានតែភាពអាម៉ាស់នៅក្នុងខ្លួនរហូតហើយបើមុននឹងក្រោយយើងគួរតែគង់តែសងគេដដែលហ្នឹងយើងធ្វើឲ្យខ្លួនឯងអាម៉ាស់មុខទៅអីយើងធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងអន្លង់កាន់តែជ្រៅទៅទៅអីយើងមិនប្រឈមមុខទៅតើយើងអាចរំលោះឲ្យគេបានរបៀបម៉េចប្រចាំខែបានរបៀបម៉េចឬក៏សុំគណៈណាមួយគណៈពេលណាមួយដើម្បីដោះតល់កន្លែងតូចផ្សេងសុំធនាគារឲ្យស្ងាត់សិនឲ្យសម្រួលឲ្យសិនដើម្បីខ្ញុំដោះកន្លែងតូចចប់ហើយមួយខែពីរខែក្រោយខ្ញុំអាចបង់ល្អប្រសើរមួយធនាគារវិញ
ឬក៏ជជែកមួយខាងតូចផ្សេងដែលយើងកំពុងជាប់នឹងអាចឲ្យគេសម្រួលបែបមិនអញ្ចឹងអានេះជាវិធីសាស្ត្រដ៏ល្អបំផុតខ្ញុំគិតថាគ្រប់យ៉ាងគឺឲ្យតែយើងមានភាពស្មោះត្រង់ការទទួលខុសត្រូវជាមួយនឹងអ្នកដែលយើងពឹងពាក់ហ្នឹងខ្ញុំគិតថាគេនៅតែជួយយើងអញ្ចឹងព្រោះពីដើមហើយគេជួយយើងហើយចុះពេលដែលយើងកំពុងមានបញ្ហាចេះទៀតហេតុអីគេមិនអាចជួយម្ដងទៀតគេនៅតែអាចជួយតែសំខាន់យើងស្មោះត្រង់យើងច្បាស់លាស់យើងទំនួលខុសត្រូវជាមួយនឹងគេកម្រិតណាមនុស្សឲ្យតែថាមានការទទួលខុសត្រូវមានភាពស្មោះត្រង់គេមិនចោលយើងទេគេនៅតែចាំជួយយើងចាំត្រូវយើងអញ្ចឹងអាហ្នឹងជាកតិមួយដែលខ្ញុំចង់ចែកម្លែកដើម្បីឲ្យបងប្អូនឬក៏អ្នកដែលកំពុងជាប់បញ្ហាបែបនេះកលាស់ខ្លួនភ្លាមកុំឲ្យខ្លួនឯងនៅតែទឹកជាមួយនឹងភាពគេថាស្ពេចសពិលភាពកិច្ចវេះភាពភ័យខ្លាចអីផ្សេងទៅហ៊ានប្រឈមមុខបើអ្នកណាខ្លាំងមួយយើងជ្រុលឯកជនណាខ្លាំងមួយយើងជ្រុលយើងអាចជជែកជាមួយគាត់ពាក់ព័ន្ធមួយផ្លូវច្បាប់ទៅយើងមិនដោះស្រាយណាតែបើសិនយើងអត់ដោះស្រាយហ្មងអាហ្នឹងយើងជជែកមួយគេអត់កើតទេយើងអត់អាចនិយាយផ្លូវច្បាប់និយាយអីមួយគេកើតទេតែបើយើងហ៊ានប្រឈមមុខទោះយើងនិយាយផ្លូវច្បាប់ក៏យើងអត់ចាញ់គេទោះយើងនិយាយក្រៅផ្លូវច្បាប់ក៏យើងអត់ចាញ់គេចឹងនេះជាចំណុចមួយដែលខ្ញុំចង់ចែកម្លែកខ្ញុំគិតថាអត់មានអីច្រើនទេសម្រាប់ការដោះស្រាយបញ្ហាបំណុលនេះត្រូវចាំពីប្រមុនខ្ញុំគឺមានតែ3ទេទី1គឺត្រូវសរសេរបំណុលខ្លួនឯងនៅក្នុងกระดาษរាមួយដើម្បីយើងដឹងថាយើងមានអីខ្លះជាពាក់គេអីខ្លះជាប់ប្រមាណអ្នកជាប់ការប្រាក់មិនឲ្យច្បាស់ទី2បំណុលណាខ្ពស់ជាងគេយើងត្រូវតែការប្រាក់ខ្ពស់ជាងគេយើងដាច់មុនគេទី3បំណុលណាដែលការប្រាក់បន្ទាប់ទៀតយើងត្រូវផ្ដាច់បន្តហើយឬក៏បំណុលណាដែលចិត្តដាច់ហ្នឹងយើងដាច់ហ្មងទៅកុំឲ្យមានម្ចាស់បំណុលច្រើនពេកមករួមដិតយើងមានតែម្ចាស់បំណុល1 2អីបានហើយអញ្ចឹងអានឹងជាវិធីសាស្ត្ររបស់ខ្ញុំហើយសម្រាប់ការតាំងចិត្តវិញយើងត្រូវតែមានការតាំងចិត្តឲ្យខ្ពស់គឺស្មោះត្រង់ហ៊ានទទួលខុសត្រូវហ៊ានប្រឈមមុខជាមួយនឹងម្ចាស់បំណុលនេះហើយគឺយើងអាចមានឥទ្ធិពលមានសក្តានុពលក្នុងការជជែកជាមួយគេហើយគេក៏មិនធ្វើបាបយើងដែរពេលដែលយើងជាមនុស្សម្នាក់ដែលហ៊ានទទួលខុសត្រូវច្បាស់លាស់បែបនេះហ្នឹងហើយអញ្ចឹងខ្ញុំមានប៉ុណ្នេះសម្រាប់ចែករំលែកជូនបងប្អូនអរគ្នាបើសិនជាមានចំណុចអីចង់ខមមិនបន្ថែមបងប្អូនអាចជួយចែករំលែកគ្នាជាកតិសម្រាប់បងប្អូនយើងដែលកំពុងមានបញ្ហាដើម្បីឲ្យគាត់មានភាពភ្លឺស្វាងនិងទទួលបានវិធីសាស្ត្រយុទ្ធសាស្ត្រថ្មីក្នុងការដោះស្រាយបំណុលរបស់គាត់ឲ្យឆាប់រួចទាំងអស់គ្នាអញ្ចឹងជូនពរបងប្អូនអរគ្នាឆាប់រួចបំណុលរបស់គ្នាទាំងខ្ញុំបងដែរហ្នឹងហើយអញ្ចឹងអរគុណសុខសប្បាយទាំងអស់គ្នា